ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបcheck មើលថា Facebook របស់យើងនឹងមានគេលួចលេងដែរឬអត់ហើយបងប្អូនអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងដោយយើងគ្រាន់តែlog out account គេពីចម្ងាយហើយបន្តមកទៀតយើងប្រូ password របស់យើងចោលទៅគឺគេមិនអាច log របស់យើងចូលបានទៀតទេហើយក៏យើងអាច check មើលថាគេបានភ្ជាប់ជាមួយលេខទូរស័ព្ទរបស់គេទៀតអត់ព្រោះអីបើសិនជាគេបានភ្ជាប់ជាមួយលេខទូរស័ព្ទរបស់គេនៅក្នុង Facebook របស់យើងគឺបើសិនជាយើងដោះ block យ៉ាងណាឬក៏យើងដូរ password យ៉ាងណាក៏គេនៅតែអាចលួចរបស់យើងលេងបានដែរបងប្អូនគ្រាន់តែចូលមកកាន់កម្មវិធី Facebook នេះមកបន្តមកទៀតបងប្អូនចូលទៅកន្លែង profile បាទបន្តមកទៀតបងប្អូន scroll ទៅខាងក្រោមរកពាក្យថា setting and privacy បន្តមកទៀតបងប្អូនឃើញពាក្យថា setting ចុចពាក្យ setting ហ្នឹងមកបន្តមកទៀតបងប្អូនឃើញកន្លែងខាងលើនេះកន្លោនខាងលើនេះបងប្អូនចុចលើវាមកបន្តមកទៀតចូលមកដល់កន្លែងនេះបងប្អូនចុចពាក្យថា password and security ហើយបន្តមកទៀតបងប្អូនឃើញខាងលើនេះបងប្អូននេះវាយក login in នេះបាទបន្តមកទៀតបងប្អូនចុចកន្លែង profile របស់យើងបាទហើយមកដល់កន្លែងនេះគឺសិតតែជាទូរស័ព្ទដែលយើងបាន log ចូលនៅក្នុង Facebook របស់យើងហើយបងប្អូន check មើលថាមានម៉ាកទូរស័ព្ទមួយណាដែលមិនមែនជាម៉ាកទូរស័ព្ទរបស់យើងហើយតំបន់ដែល log ចូលហ្នឹងគឺក៏គេដាក់នៅកន្លែងហ្នឹងដែរបើសិនជាមិនមែនជាតំបន់របស់យើងគឺមានន័យថាមិនមែនជារបស់យើងគេលួចលេងរបស់យើងហើយអញ្ចឹងបងប្អូនគ្រាន់តែចុចលើវាបាទបានទេសម្រាប់ទូរស័ព្ទនេះឬក៏បងប្អូនអាចនឹងចុច select ខាងលើនេះហ្មងselect ខាងក្រោមនេះ select try all to log out ចុចកន្លែងហ្នឹងគឺ log out ចេញពី Facebook របស់យើងទាំងអស់ហើយFacebook នៅក្នុងទូរស័ព្ទរបស់យើងគឺវាអត់ log ចេញទេកុំបងប្អូនកុំព្រួយ log out តែចេញតែពីទូរស័ព្ទដែលមិនមែនជាទូរស័ព្ទរបស់យើងបាទកន្លែងហ្នឹងហើយក្នុងនេះគឺសិតតែទូរស័ព្ទឬក៏កុំព្យូទ័ររបស់ខ្ញុំទេហើយកន្លែងមួយទៀតបងប្អូនអាច check មើលថាគេបានភ្ជាប់លេខទូរស័ព្ទជាមួយនឹង Facebook នឹងដែរអត់ក្រែងលោខ្លាចគេ log លេខទូរស័ព្ទរបស់គេចូលគេនឹងមានសិទ្ធិបដូរ password មានសិទ្ធិចូលម្ដងទៀតនៅពេលក្រោយបាទបងប្អូន back មកក្រោយមកឲ្យអស់ហើយមកដល់កន្លែងនេះបងប្អូនឃើញកន្លែងនេះខាងលើនេះបងប្អូនចុចចូលមកបងប្អូននឹងឃើញលេខទូរស័ព្ទហើយនឹង Gmail ដែលយើងបានភ្ជាប់នៅក្នុងកន្លែងនេះហើយបងប្អូននេះ connect to info នេះជាស្រ័យcontact info បាទគឺបើសិនជាមានលេខប្លែកឬក៏ Gmail ប្លែកយើងចូលទៅលុបវាចោលទៅបាទកុំឲ្យគេចូលបានម្ដងទៀតហើយបងប្អូនកុំភ្លេចបដូរ password លេខ Facebook នឹងផងបើសិនជាយើងមិនបដូរទេបើសិនជាគេមិនភ្ជាប់លេខទូរស័ព្ទឲ្យតែគេស្គាល់លេខទូរស័ព្ទរបស់យើងក៏គេអាច log ចូលដែរព្រោះគេស្គាល់ password និងស្គាល់លេខទូរស័ព្ទរបស់យើងបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ